ជាដំបូងសូមជម្រាបសួរលោកគ្រូនិងគ្រូទាំងអស់គ្នានេះខ្ញុំបញ្យល់កូដមួយដែលគេឲ្យ input របស់យើងស្មើនឹង110អញ្ចឹងយើងមើលលក្ខណៈទី1 if number 110ស្មើនឹង10អញ្ចឹងលក្ខណៈនេះក៏វាមិនពិតទេសារតែ110ហ្នឹងនេះ110នេះគឺមិនអាចស្មើនឹង10បានទេអញ្ចឹងយើងមកមើលលក្ខណៈទី2លក្ខណៈទី2របស់យើងគឺ if number 110ធំជាង100នេះ110នេះគឺធំជាង100នេះអញ្ចឹងគឺវាពិតសារតែ110គឺវាធំជាង100អញ្ចឹងយើងយក70ហើយដល់កន្លែងនេះហើយគឺយើងអត់យកអា110នេះ110ហ្នឹងក៏អត់យកមកប្រើទៀតទេគឺយើងយកចម្លើយ70នេះគឺយកមកប្រើវិញអញ្ចឹងយើងមើលលក្ខណៈទី3លក្ខណៈទី3 if number 70ធំជាង10អញ្ចឹងវាពិតអញ្ចឹងហើយយើងមើលចម្លើយរបស់យើងគឺ print number ស្មើ30ហើយចំពោះ L វិញមើលហេតុអីដែលជីវាអត់រត់ដោយសារតែ L ហ្នឹងគឺទៅតែ if ហ្នឹង if ទាំង3ហ្នឹងវាអត់ពិតទៅរត់មកដល់ L ហ្នឹងអញ្ចឹងចម្លើយរបស់យើងគឺ print number ស្មើនឹង30ការបញ្ជាក់របស់ខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណសម្រាប់លា